សូមជម្រាបផ្ទាល់នៅអាការៈរបស់ខ្ញុំពេលដែលឈឺម្ដងពេលដែលឈឺចង្កេះចំកោងចង្កេះហ្នឹងដើរចំកោងឲ្យតយកដៃកាយដកដេកទៅយកដៃកាយបានរៀងខ្សាក់ធូរហើយទីមួយទៀតនោមអួលនោមក្តៅនោមឈួលពិបាកនោមមែនតើនោមម្ដងសឹងថាសឹងបើសិនជាមានស្មៅនៅមុខទាញស្មៅវាឈឺទេណាអាការៈរបស់ខ្ញុំហើយមួយទៀតម្យ៉ាងទៀតបើសិនជាឈឺនោមហើយបើមិនចុះពីលើឡានទេដាក់ហើយអានឹងដោយសារអីគឺរលាកតម្រង់នោមនឹងខ្លាំងណាស់រលាកផ្លោកនោមផងតម្រង់នោមផងហើយស្រួយឈានទៅដល់បាទគ្រោះក្នុងតម្រង់នោមទៀតតែមួយរយៈនេះខ្ញុំប្រកាសជាមានសុខភាពល្អពីព្រោះការទទួលទានរបស់ខ្ញុំទើបតែរយៈពេលបាន10ថ្ងៃជាងទេពី3ថ្ងៃ4ថ្ងៃ5ថ្ងៃគឺមានអាការៈធូរស្រាលទី1គេលក់ស្រួលបាទគេលក់ស្រួលអត់មានពិបាករឿងនោមញឹកនោះពីដើមអត់ទេមិនទាន់បានទទួលទានគឺមកយប់6ដង5ដងមកកថោដល់ពេញយប់អញ្ចឹងគឺភាពលំបាករបស់ខ្ញុំច្រើនណាស់ហ្នឹងហើយអញ្ចឹងជំរាបជូនបងប្អូនអាចបើមិនជឿខ្ញុំទេបងប្អូនអាចសួរសាក់សីគឺរាប់ពាន់នាក់